សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ចែករំលែកបន្តិចពីរឿងប្រាក់ហើយនឹងមាសបងប្អូនពោះវីដេអូមុនដែលខ្ញុំចែករំលែកពីរឿងដូចថាប្រាក់ដុល្លារហើយនឹងមាសហើយក៏មានបងប្អូនមួយចំនួនដូចថាចង់ឲ្យខ្ញុំចែករំលែកពីរឿងប្រាក់ហើយនឹងមាសចំពោះវីដេអូនេះខ្ញុំនឹងចែករំលែកពីការគិតរបស់ខ្ញុំចំពោះប្រាក់ហើយនឹងមាសណាបងប្អូនអញ្ចឹងយើងមកជជែកវែកញែកទាំងអស់គ្នាបងប្អូនណាហ្នឹងហើយបងប្អូនចំពោះបងប្អូនជាពិសេសបងប្អូននៅស្រុកខ្មែរហើយនឹងបងប្អូនពូមីងចាស់ហ្នឹងគឺចូលចិត្តណាស់រឿងមាសហើយនឹងប្រាក់មែនទេបងប្អូនហ្នឹងហើយហើយវាជារឿងមួយដែលល្អហើយខ្ញុំក៏ខ្ញុំដូចថាស្រឡាញ់ដែរជាពិសេសខ្ញុំស្រឡាញ់មាសហើយនឹងប្រាក់ដូចគ្នាពីព្រោះថាគឺជា asset មួយបើសិនជាយើងទុកគឺយើងដូចថាបានផលល្អបងប្អូនគឺថាយើងនៅតែមានចំណេញអញ្ចឹងប៉ុន្តែចំពោះវីដេអូនេះខ្ញុំនឹងចែករំលែកការគិតរបស់ខ្ញុំពីរឿងមាសហើយនឹងភាពខុសគ្នារវាងមាសហើយនឹងប្រាក់ខ្ញុំនឹងលើកពីរឿងមាសចាមាសបងប្អូននឹងស្រាប់ហើយមាសគឺមានតម្លៃជាងប្រាក់តាំងពីដើមអើយមកណាហ្នឹងហើយហើយមួយវិញទៀតមាសគឺជារបស់កម្រគេហៅថា rare mineral ជារបស់កម្រដែលយើងពិបាករកអញ្ចឹងគេហៅថា supply demand មាសគឺថាតែងតែរៀងមានតម្លៃថ្លៃជាងប្រាក់រហូតមកចាសម្រាប់នៅសហរដ្ឋអាមេរិកនេះគឺថាធនាគារកណ្ដាលគេហៅថា Federal Reserve ហ្នឹងគឺគេ back មាសណាគេហៅថាជា reserve ផងគេនៅពេលដែលគេទុកមាសជាការ reserve ផងគេណាបងប្អូននឹងស្រាប់ហើយថាជាការជឿជាក់របស់គេគឺគេគិតថាមាសគឺជា asset មួយដែលវានឹង hold long term មកបងប្អូនចំពោះការ invest ក្នុងមាសគឺថាមិនសូវឡើងអីដូចថាខ្លាំងដូចជាទីផ្សារពាក់ហ៊ុនដូចជាប្រាក់អីបងប្អូនក៏ប៉ុន្តែអ្វីដែលមាសដូចថាមានដំណើរការល្អគឺថានៅពេលណាដែលប្រទេសមានគេហៅថាសង្គ្រាមឬក៏មានបញ្ហាសេដ្ឋកិច្ចអីក៏ដោយគឺមាសមានដំណើរការល្អហើយហ្នឹងហើយអញ្ចឹងចំពោះអ្នកដែលដូចថាចាប់ផ្ដើមវីដេអូគេហៅថា investor ហ្នឹងគឺគេតែងតែដូចថា invest នៅ stock ផងគេទិញមាសផងជាគោលការណ៍ដែលអ្នក investor ភាគច្រើនគឺគេធ្វើដូចខ្ញុំក៏ដូចគ្នាដែរខ្ញុំតែងតែតែងតិចតួចដើម្បីទុកដូចថាសម្រាប់គេហៅថា backup plan នៅពេលដែលមានបញ្ហាបងប្អូនហ្នឹងហើយហើយមាសគឺដូចស្រាប់ដឹងស្រាប់ហើយចំពោះបងប្អូនយើងនៅស្រុកខ្មែរគឺយើងតែងតែយកមាសមកប្រើប្រាស់ជាដូចថាគេហៅថា jewelry គ្រឿងអលង្ការពាក់ហើយពាក់ទៅក៏វាស្អាតមែនបងប្អូនហើយចំពោះមាសដូចថានៅស្រុកនេះគឺគេ trade របៀបជាគេហៅថា bar ក៏យើងមានហើយនឹង stock ក៏គេដូចថាគេមាន stock មាសហើយនឹងគេមាន ETF ហ្នឹងចំពោះមាសដែលជា bar ខ្ញុំអត់សូវចង់បានទេពីព្រោះថាខ្ញុំពិបាកលក់នេះគឺជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំរស់នៅស្រុកដែលដូចថាមិនសូវសម្បូរហាងមាសឬក៏មិនសូវសម្បូរហាងមាសដែលធ្វើដោយអាស៊ីបងប្អូនហើយពេលណាយើងលក់ទៅយើងមានការពិបាកលក់អញ្ចឹងហើយបានខ្ញុំដូចថាពេលខ្ញុំទៅស្រុកខ្មែរខ្ញុំលក់មាសខ្ញុំអស់ទៅនឹងហើយចំពោះបញ្ហាប្រាក់អូខេប្រាក់គឺជាវត្ថុមួយដែលយើងមិនអាចមើលរំលងបានទេបងខ្ញុំដឹងថាប្រាក់មិនសូវគេហៅថា popular ដូចមាសទេក៏ប៉ុន្តែខ្ញុំចង់ចែករំលែកបងប្អូនបន្តិចថាប្រាក់បច្ចុប្បន្នឥឡូវនេះគឺអាចមានតម្លៃណាបងប្អូនហើយដើម្បីបានជាខ្ញុំនិយាយអញ្ចឹងពីព្រោះបច្ចុប្បន្នឥឡូវនេះបងប្អូនដឹងហើយគេយកប្រាក់មកធ្វើជា solar panel គេយកមកធ្វើជា telephone ដែរណាបងប្អូនក៏ដូចថាគេបង្កើត chip បង្កើតអីហ្នឹងគឺគេប្រើប្រាក់ដូចគ្នាហើយនៅមួយវិញទៀតគឺគេឡាន electric ឡានដូចថា Tesla ឡាន a lot of electric car ហ្នឹងក៏ប្រើប្រាក់ដែរបងប្អូនអញ្ចឹងប្រាក់ហ្នឹងគឺគេយកមកប្រើប្រាស់នៅក្នុង industry ច្រើនដូចថារោងចក្របងប្អូនរោងចក្រកែច្នៃហ្នឹង industry គឺរោងចក្រកែច្នៃបងប្អូនគឺគេប្រើប្រាស់ប្រាក់ច្រើនភាពខុសគ្នារវាងប្រាក់និងមាសចាហើយបងប្អូននឹងស្រាប់ហើយថាតម្លៃមាសក៏ថ្លៃដែរតម្លៃប្រាក់គឺនៅដូចថាយើងអាចគេហៅថា affordable គឺយើងអាចទិញបានអញ្ចឹងណាហ្នឹងហើយអ្វីដែលខ្ញុំចង់ចែករំលែកនេះបងប្អូនបើសិនជាដូចថាមាសវាថ្លៃពេកហើយយើងដូចថាមិនសូវមានសមត្ថភាពក្នុងការទិញមាសអញ្ចឹងយើងទិញប្រាក់ទុកទៅពីព្រោះថាយើងអាចមានឱកាសនៅក្នុងការដែលយើងថែទាំវាហើយក៏វាដូចថាមិនសូវថ្លៃដូចមាសឥឡូវនេះយើងមកចែករំលែកគ្នាពីរឿងដូចថាពេលណាដែលប្រាក់ឡើងពេលណាដែលមាសឡើងបងប្អូនដូចខ្ញុំនិយាយមុនអញ្ចឹងមាសគឺថាបើសិនជាយើងទិញទុកយូរហ្នឹងហើយមាសដឹងតែឡើងហើយបងប្អូនតែឡើង slow ឡើងដូចថាគេហៅថា stable គឺវាស្មើវាឡើង slow មាសនៅពេលណាឡើងដូចជាបច្ចុប្បន្នឥឡូវនេះដូចថាសង្គ្រាមដូចថាយើងមើលទៅវាដូចតែមានការឆ្លុះប្រកែកគ្នាអីគេហៅថា fear គឺមានការព្រួយបារម្ភពីរឿងសេដ្ឋកិច្ចអាហ្នឹងមាសដឹងតែឡើងហើយបងប្អូនហើយប្រាក់គឺប្រាក់ឡើងនៅពេលណាដែល economy ល្អឥឡូវខ្ញុំឧទាហរណ៍ដូចថាឆ្នាំមុនហ្នឹង economy នៅសហរដ្ឋអាមេរិកល្អអញ្ចឹងទៅ industrial ហ្នឹងគឺថារោងចក្រគឺគេបង្កើតច្រើនជាពិសេសបច្ចុប្បន្នឥឡូវនេះគឺគេហៅថារឿង electronic ហ្នឹងដូចជាឡានដូចជា solar អីវាត្រូវការខ្លាំងហើយសហរដ្ឋអាមេរិកកំពុងតែ convert ខ្លួនទៅរឿងដូចថា battery ហ្នឹងហើយដល់អញ្ចឹងទៅវាមានការ demand ខ្លាំងចំពោះរឿងប្រាក់អញ្ចឹងបានខ្ញុំចង់ចែករំលែកបងប្អូនថាបើសិនជាយើងអាចដូចថាទុក
bán tinh tục bán dương cua từ tinh khla có vấn đề bong bóng trầm mơ sẽ cái đáy pra làng khlang để pe na để sẽ cái chấm nái cả là o pra cho tháo để pe na để sẽ cái mình đầm nái cả là o hai là vậy ban trước bị phốt hai để pe để sẽ cái mình đầm nái cả là o rong chạ cứ kê bật thoi ca bật lật bong bóng này để thay vì bắt sẽ cái gì chứ rong chạ sơ hiên ở chấm nái thay vì ca cái hai thay invest đặt tuân trở này chứ cứ kê viên ca bật thoi vậy hay ở pra bong bóng năng xẻ phải bong bóng tinh pra bong bóng từ tiêm chất ha pra cái hai lột thol kháng á bong bóng năng khang lang chọc khángแต่ bớt chỉ bong bóng cứ chiaในក្នុង bớt chỉ bong bóngในក្នុងចំណុចមួយដែលហៅថាយើងហើយយើងជួយចិត្ត invest របៀប risky ខ្លាំងណាស់បងប្អូនគួរទិញប្រាក់តែដូចថាចំពោះខ្ញុំក៏ខ្ញុំទិញដែរតែខ្ញុំទិញតិចចឹងទៅខ្ញុំទិញហើយខ្ញុំទុកចឹងទៅហើយបើសិនជាវាដូចថាដល់ការមួយដែលវាឡើងខ្លាំងចឹងទៅដូចថាវាដល់កំណត់មួយដែលខ្ញុំអូថាចង់លក់អីចឹងទៅខ្ញុំលក់ប៉ុន្តែភាគច្រើនខ្ញុំទិញប្រាក់ទិញមាសដូចគ្នាតែគ្រាន់តែខ្ញុំទិញដោយ portion ដោយតិចបំផុតសូម្បីតែឥឡូវក៏ខ្ញុំនៅតែទិញមាសដែរតែខ្ញុំទិញដូចថាដោយ portion ដោយដូចថាចំណែកដល់តិចដូចថា$100-200ខ្ញុំទិញហើយខ្ញុំសន្សំទៅពីព្រោះថាខ្ញុំទុកសន្សំទៅអនាគតហ្នឹងហើយសរុបសេចក្តីមកបងប្អូនឃើញដូចថាផលល្អគេហៅថាផល pro and con រវាងប្រាក់និងមាសគឺអញ្ចឹងណាបងប្អូនណាហ្នឹងហើយគឺថាមាសគឺ stable ប៉ុន្តែមាសនឹងតឡើងប៉ុន្តែគ្រាន់តែមាសវាតម្លៃថ្លៃអញ្ចឹងអ្នកដែល invest ថ្មីដែលខ្ញុំមិនសូវមានលុយហ្នឹងបើយកលុយទៅទិញមាសទៅគឺវាថ្លៃអញ្ចឹងពិបាកបន្តិចហ្នឹងហើយប្រាក់វានៅតម្លៃថោកក៏ប៉ុន្តែបងប្អូនត្រូវទទួលឲ្យបានថាគេហៅថា volatility គឺវាឡើងខ្លាំងចុះខ្លាំងហ្នឹងហើយ volatility ប៉ុន្តែបើសិនយើងទុក long term ខ្ញុំជឿជាក់ថាវានៅតែមានដំណើរការល្អហើយជាពិសេសបច្ចុប្បន្នឥឡូវនេះ demand សម្រាប់ប្រាក់គឺខ្លាំងចាបើសិនជាសេដ្ឋកិច្ចដំណើរការល្អបងប្អូនប្រាក់គឺគេហៅថា out performance មាសហើយចាគឺថាប្រាក់នឹងឡើងល្អជាងមាសហ្នឹងហើយហើយជាពិសេសបច្ចុប្បន្នឥឡូវនេះដូចខ្ញុំថាចឹងអាបាត់តេរីហ្នឹងគឺគេ convert អញ្ចឹងអា real mineral ហ្នឹងគឺវាត្រូវតែមានតម្រូវការតែគ្រាន់តែដូចថាពេលខ្លះទៅបញ្ហាប្រទេសនីមួយបញ្ហាចំនួនរវាងពិភពលោកអីចឹងទៅវាកើតឡើងចឹងទៅវាមានអា volatility ខ្លាំងដូចបច្ចុប្បន្នឥឡូវនេះគឺខ្លាំងមែនទែនបងប្អូនខ្លាំងមែនទែនតែខ្ញុំនិយាយឲ្យនិយាយទៀតបងប្អូនដើរតួជាអ្នក investor បងប្អូនត្រូវរៀបចិត្តឲ្យបានថាគ្មានណាដឹងអនាគតទេអ្វីដែលយើងដឹងគឺអតីតកាលហើយយើងមើល data ហើយនឹងយើង try to predict it ឲ្យបានទៅដូចបំណងយើងតែសូម្បីតែការ predict ផងយើងក៏មិនមានន័យថានេះដែរពីព្រោះថាថ្ងៃមួយប្រធានាធិបតីគាត់មានន័យថាគាត់ចេញជាព័ត៌មានអីមួយមក everyone just panic and then it's all gone ហ្នឹងហើយសរុបសេចក្តីមកបងប្អូនប្រាក់និងមាសគួរតែមានទាំងអស់គ្នាដូចថាគួរតែមានខ្លះហើយដូចថាចឹងការ investing គឺយើងមិនអាចទិញមួយចាក់កៅអីទេគឺយើងទិញអានេះទិញអានោះទិញអានេះទិញអានោះបន្តិចចឹងទៅហើយយើង slowly ទៅដើម្បីយើងខ្លាយជាអ្នកដូចថាគេហៅថា long term investor ហ្នឹងហើយបងប្អូន comment ម្នាក់មួយថាបងប្អូនគិតយ៉ាងណាចំពោះវីដេអូនេះថាបងប្អូនគឺជាអ្នកទិញមាសបងប្អូនជាអ្នកទិញប្រាក់ហ្នឹងហើយហើយបងប្អូនដូចថាមានបំណងយ៉ាងណាហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំចែករំលែកឯងបងប្អូនអាច send voice នៅក្នុង messenger ខ្ញុំហ្នឹងហើយ send messenger មកភាគច្រើនខ្ញុំអត់សូវមានពេលវេលាឆ្លើយតបបងប្អូនទេតែខ្ញុំជឿជាក់ថាពេលដែលខ្ញុំដូចថាមានពេលខ្ញុំនឹងមើលហើយខ្ញុំនឹងព្យាយាមដូចថារៀបចំជាវីដេអូចែករំលែកម្ដងទៀតបងប្អូនជួយ share ទាំងអស់គ្នាដើម្បី community របស់យើងដូចថាអញ្ចឹងខ្ញុំព្យាយាមធ្វើវីដេអូនេះក្នុងការចែករំលែកទៅនឹង investing ហ្នឹងគឺថាឲ្យមានភាពទូលំទូលាយសម្រាប់បងប្អូនប្រជាជនកម្ពុជាយើងហើយជួយ follow ទាំងអស់គ្នាបងប្អូន follow ជួយ follow ដើម្បីដូចថាបានវីដេអូដូចថាល្អទៅអនាគតក្នុងការដែលខ្ញុំចែករំលែកពីចំណេះដឹងនៅក្នុងការដែលយើងវិនិយោគបងប្អូនខ្ញុំនឹងព្យាយាមធ្វើឲ្យច្រើនពីព្រោះថាខ្ញុំមានអ្នក support ច្រើនដែលចង់ឲ្យខ្ញុំនិយាយបែបនោះហ្នឹងហើយបើសិនជាបងប្អូនឃើញខ្ញុំនៅ YouTube សូមជួយ subscribe ផងដើម្បីបានដូចថាវីដេអូ upload នៅក្នុង YouTube ដូចគ្នាចាសូមអរគុណចាំជួបគ្នាវីដេអូក្រោយទៀតចាជម្រាបលា